ឥឡូវនេះ Facebook បានទម្លាក់មុខងារថ្មីមុខងារនេះគឺល្អមែនតើប្រើមុខរបស់យើងដើម្បីជំនួស password នៅពេលដែលយើងអត់ចាំ password របស់យើងនៅប្រការណាមួយឬក៏យើងចង់ reset account Facebook របស់យើងក៏ប៉ុន្តែយើងភ្លេច password អត់ចាំទេអញ្ចឹងបងប្អូនអាចចូលកំណត់បានទាំងអស់គ្នាអញ្ចឹងមុខងារនេះគួរតែប្រើប្រាស់ទាំងអស់គ្នាតែម្ដងបងប្អូនអរគ្នាជៀសវាងការបាត់ account អីគឺយើងយកមកវិញដោយគ្រាន់តែ scan មុខតែប៉ុណ្្នឹងជាការស្រេចអញ្ចឹងចង់ដឹងតែធ្វើម៉េចតោះទៅមើលមួយវិធីទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Facebook មកតមកបងប្អូនចូល profile កន្លែងហ្នឹងមកគឺវាចេញអញ្ចឹងហើយតមកបងប្អូនចុចអាត្រេ3ខាងលើនេះចុចត្រេ3នេះមកតមកបងប្អូនចូល setting បងប្អូនអរគ្នា setting and privacy បន្ទាប់មកបងប្អូនចូល setting ភាសាទៀតបន្ទាប់មកកន្លែងនេះបងប្អូនចូលកន្លែង account center អញ្ចឹងបងប្អូនចូលមួយបន្ទាប់មកបងប្អូនចូលអារូបខែលនេះ password and security ពេលខ្លះវាដាក់ថា login and security អញ្ចឹងបងប្អូនចុចអាហ្នឹងមកឲ្យទៅរូបខែលចុចមកបន្ទាប់មកនេះគឺចំណុចដាក់ verification selfie បងប្អូនអរគ្នាអញ្ចឹងនៅពេលដែលចុចកន្លែងហ្នឹងមកបងប្អូនជ្រើសរើស account ដែលបងប្អូនចង់ set up បាទចុចមកនេះកន្លែងនេះគេថា save verification selfie ដើម្បីឲ្យវាកំណត់ចំណាំថាមុខយើងហ្នឹងគឺជាម្ចាស់ account របស់យើងនឹងផ្ទាល់តែម្ដងអញ្ចឹងបន្តមកបងប្អូនចុច next មកបន្តមកកន្លែងនេះគឺវានឹង confirm យើងសិនថាយើងនឹងជាម្ចាស់ account វាឲ្យយើងវាយ password ឬក៏ប្រើ passkey តោះឥឡូវបន្តមកទៀតខ្ញុំប្រើតាម WhatsApp វិញ try another way ខ្ញុំប្រើតាម email ក៏បាន WhatsApp ក៏បានអញ្ចឹងឥឡូវខ្ញុំចុច WhatsApp continue ដើម្បីបញ្ជាក់ថាយើងនឹងជាម្ចាស់ account សិនបងប្អូនអរគ្នាអញ្ចឹងខ្ញុំចុច continue សិននេះជាលេខទូរស័ព្ទរបស់ខ្ញុំណាមកស្ទុះគឺវាផ្ញើតាម WhatsApp មកហើយឬក៏បងប្អូនអាចប្រើ passkey ឬក៏ប្រើ send តាម SMS បងប្អូន select តាមហ្នឹងទៅអញ្ចឹងខ្ញុំដាក់ password ហើយដាក់លេខកូដផ្ញើ6ខ្ទង់មកនេះនៅពេលដែលដាក់ហើយគឺវាឲ្យយើង start selfie បានហើយអញ្ចឹងខ្ញុំចុច start selfie បងប្អូនអរគ្នានេះគឺវាឲ្យដាក់ហើយអញ្ចឹងដាក់មុខកញ្ចំមកបាទបានជាការស្រេចកំពុងតែ uploading ហើយអានេះខ្ញុំអត់ដែលបានធ្វើគឺខ្ញុំធ្វើឲ្យបងប្អូនមើលតែម្ដងបន្ទាប់មកគឺវាដាក់ថាបាន save ហើយបងប្អូនអរគ្នាអញ្ចឹងបាន save ប៉ុណ្ណឹងជាការស្រេចហើយអញ្ចឹងឥឡូវវាដាក់ចូលទៅមើលអាចចូលទៅមើលភាសាទៀតនេះឈប់ទៅមើលភាសាទៀតសិនណាចង់ដឹងវាចេញមិនទៅពេលដែល save ហើយយើងចូលកន្លែងហ្នឹងភាសាទៀតអញ្ចឹងចូលកន្លែងហ្នឹងភាសាទៀតនេះវានឹងដាក់ថាយើងបាន upload អា save នេះតាំងពីថ្ងៃទី30ខែ7ហើយអញ្ចឹងយើងចង់ update ឬក៏ចង់ delete អីមិនបាច់ទេយើងបានយើងដាក់មុខថ្ងៃក្រោយនៅពេលដែលភ្លេចអីចង់ reset អីគឺដាក់តែមុខយើងទៅជាការស្រេចហើយអញ្ចឹងបងប្អូនអាចចូលទៅដាក់ទាំងអស់គ្នាបានឬមិនបានសូមបងប្អូន comment ខាងក្រោមឲ្យវាចេញបាននឹងបងប្អូនប្រើ Facebook រាល់ថ្ងៃមានដែលចាំ password ខ្លួនឯងអត់ចាំតែថ្ងៃណាវា log out ខ្លួនវា log in វិញគឺ log in អត់ចូលទេចង់ជួសជុលក៏ជួសជុលអត់បានដែរអញ្ចឹងតន់នៅមានពូឆេងនាំទៅដូរ password ដោយមិនបាច់ចាំ password ចាស់ទេតោះឥឡូវទៅដូរមួយវិធីទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Facebook មកបងប្អូនចុច profile នេះក៏បានមានត្រេ3ចុចត្រេ3ខាងនេះក៏បានហើយបន្តមកបងប្អូនចូលពាក្យ setting and privacy ហើយបន្តមកបងប្អូនចុច setting នេះមួយសារទៀតតមកបងប្អូនចូល account center កន្លែងលើនេះតមកបងប្អូនចូល password and security នេះចុចមកបន្តមកបងប្អូនចុចពាក្យថា change password បានតែបដូរ password ណាអញ្ចឹងដល់កន្លែងនេះបងប្អូនរើស account ដែលបងប្អូនចង់ដូរអញ្ចឹងខ្ញុំរើស account ដែលកំពុងតែប្រើហ្នឹងហើយកន្លែងនេះ password ចាស់អានេះដាក់ password ថ្មីពីរក៏ប៉ុន្តែយើងអត់ចាំ password ចាស់ហើយអញ្ចឹងយើងត្រូវធ្វើម៉េចបងប្អូនចុច forgot យក password បងប្អូនចុចអាហ្នឹងមកយើងចុចដាក់ថា ភ្លេច password ហើយបន្ទាប់មកវានឹងចេញឲ្យហើយបើសិនបងប្អូនមាន email ឬក៏លេខទូរស័ព្ទណាដែលជារបស់បងប្អូននេះ send តាម WhatsApp អានេះ send តាម SMS ជាលេខទូរស័ព្ទអញ្ចឹងបើសិនជាបងប្អូនមើលត្រូវលេខទូរស័ព្ទបងប្អូនចុចជ្រើសរើស select មួយណាដែលជារបស់បងប្អូនហើយបន្ទាប់មក continue មកវានឹងផ្ញើលេខ6ខ្ទង់ឲ្យ confirm វាយលេខ6ខ្ទង់ហ្នឹងហើយបងប្អូនវាយ password ថ្មីចូលក្នុងហ្នឹងទៅហើយបងប្អូនចាំ password ហ្នឹងទៅតែប៉ុណ្្នឹងជាការស្រេចដូច្នេះបើសិនជាបងប្អូនគិតថាមានប្រយោជន៍កុំភ្លេចជួយ share វីដេអូនេះផងបាទសូមអរគុណ